បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទមានសាច់រឿងមួយរឿងមកចែកជូនបងប្អូនប្រិយមិត្តពុកម៉ែយាយតាទាំងអស់គ្នាបានស្ដាប់ហើយនឹងមុនចូលដល់សាច់រឿងក៏សូមកាន់តីអភ័យទោសនៅរាល់កំហុសខុសឆ្គងឬក៏ពាក្យពេចន៍ដែលមិនសមរម្យដែលស្ដាប់ទៅមិនសមរម្យក៏សូមកាន់តីអភ័យទោសដល់ខ្ញុំបាទផងព្រោះអីសំដីដែលយើងនិយាយឬក៏សម្រាយរឿងអីទៅវាច្រើនតែមានលឺលោះខ្វះខាតបន្តិចបន្តួចហើយឬក៏ជាឈ្មោះនៅក្នុងសាច់រឿងមានចំឈ្មោះនឹងបងប្អូនប្រុសស្រីណាម្នាក់ក៏សូមមកខន្តីអភ័យទោសដល់ខ្ញុំផងណាបងប្អូនសាច់រឿងនេះផងដែរគឺនិយាយអំពីបងស្រីមីម៉ាយម្នាក់គាត់បើកផ្ទះជួលហើយដល់ពេលចឹងទៅធម្មតាគាត់អត់ប្តីយូរចឹងឯងគាត់ឃើញប្រុសណាដែលក្មេងៗក៏ចេះថាមានអារម្មណ៍ចឹងទៅហើយសាច់រឿងនេះផងដែរខ្ញុំនឹងមកចែកជូនបងប្អូនពុកម៉ែយាយតាស្ដាប់ទាំងអស់គ្នាតែអញ្ចឹងកុំឲ្យខាតពេលយូរចូលដល់សាច់រឿងទាំងអស់គ្នាផងបងប្អូនបងស្រីមុំគាត់មានអាយុប្រហែលជា35ឆ្នាំបងស្រីមុំគាត់ជាអ្នកមេម៉ាយមានកូន2នាក់ប្រុសមួយស្រីមួយកូនប្រុសមានអាយុប្រហែលជា10ឆ្នាំបងប្អូនរីឯកូនស្រីអាយុ8ឆ្នាំហើយប្តីរបស់បងស្រីមុំបានស្លាប់ដោយសារជំងឺលើសឈាមក្នុងវ័យ45ឆ្នាំបងស្រីមុំគាត់មានផ្ទះជួលមួយកន្លែងផ្ទះនោះមានបន្ទប់ចំនួនប្រហែលជា100បន្ទប់បងប្អូនដែលគាត់ខំកសាងជាមួយនឹងប្តីរបស់គាត់ហើយរាល់ថ្ងៃបងស្រីមុំមានប្រាក់ចំណូលដោយសារតែបន្ទប់ជួលរបស់គាត់នឹងរាល់ថ្ងៃបងស្រីមុំបានរស់នៅជាមួយកូន2នាក់យ៉ាងសុខសប្បាយរីករាយជារៀងរាល់ខែបងស្រីមុំតែងតែដើរយកលុយបន្ទប់ជារៀងរាល់ខែចឹងទៅហើយផ្ទះជួលរបស់បងស្រីមុំមានមនុស្សជាច្រើនដែលចង់មកជួលបន្ទប់របស់គាត់ព្រោះអីនៅផ្ទះជួលរបស់បងស្រីមុំដីធំទូលាយមែនទែនបងប្អូនមិនចង្អៀតទេស្រួលនឹងចេញចូលហើយនៅថ្ងៃមួយមានបងប្រុសម្នាក់បានមកជួលបន្ទប់របស់បងស្រីមុំបងប្រុសនោះមានឈ្មោះថាបងប្រុសវិនបងប្រុសវិនមានអាយុប្រហែលជា25ឆ្នាំបងប្អូនបងប្រុសវិនជួលបន្ទប់នៅដើម្បីបញ្ចប់ការសិក្សារបស់គាត់នៅសាកលវិទ្យាល័យបងប្រុសវិនជាកូនអ្នកកសិករម្នាក់ដែលឡើងមកពីខេត្តហើយគាត់រៀនផងធ្វើការរកលុយដើម្បីរៀនផងបងប្រុសវិនគាត់មានចរិតរួសរាយកែនិយាយមែនតើបងប្អូនគឺគាត់មិនចេះស្មើស្មៃអីទេគឺគាត់រួសរាយរាក់ទាក់មែនតើមួយណាក៏ចូលចិត្តគាត់ដែរសូម្បីតែម្ចាស់ផ្ទះជួលក៏ចូលចិត្តគាត់ដែរបងប្អូនដល់ពេលនៅពេលដល់ថ្លៃបន្ទប់ខែទី1បងស្រីមុំក៏បានមកយកលុយថ្លៃបន្ទប់ដូច10ដងចឹងដល់ពេលមកដល់បន្ទប់បងប្រុសវិនហ្នឹងបងស្រីមុំគាត់ក៏បានកុសទ្វារហៅបងប្រុសវិននៅក្នុងបន្ទប់ស្របពេលនោះដែរបងប្រុសវិនគាត់កំពុងតែគួតទឹកដល់ពេលគាត់ឮកុសទ្វារហៅចឹងទៅគាត់ក៏ស្លៀកកន្សែងមកមើលហើយបងប្រុសវិនក៏បានស្លៀកកន្សែងមាសរៀងស្ដើងហើយអាអូនតូចរបស់គាត់ក៏រៀងទល់កន្សែងបន្តិចផងដែរគាត់កំពុងតែស្លៀកកន្សែងនឹងតិចនៅពេលនោះបងស្រីមុំគាត់បានឃើញភ្លាមហើយមុខរបស់បងស្រីមុំបានឡើងពណ៌ក្រហមតិចបងប្អូនបងស្រីមុំបានឈរនិយាយជាមួយនឹងបងប្រុសវិនយ៉ាងយូរទើបគាត់ដើរចេញទៅនៅខែទី2បងប្រុសវិនគាត់មិនមានលុយបង់ថ្លៃបន្ទប់ឲ្យបងស្រីមុំនោះទេគាត់កំពុងតែអង្គុយពិបាកចិត្តព្រោះអីដល់ខែដល់ថ្លៃបន្ទប់ហើយលុយក៏អត់មានដែរបងប្អូនហើយបងស្រីមុំក៏បានដើរមកដល់បងស្រីមុំគាត់បានហៅវិនហៅថាវិនបងមកយកលុយថ្លៃបន្ទប់ហើយនៅពេលនោះបងប្រុសវិនបានបើកទ្វារបន្ទប់មកក៏បានប្រាប់ទៅបងស្រីមុំថាបងខ្ញុំ
មិនទាន់មានលុយឲ្យថ្លៃបន្ទប់បងទេខ្ញុំសុំ2 3ថ្ងៃសិនបងហើយបងស្រីមុំក៏បាននិយាយលេងបែបបន្លំមែនថាបើវិនឯងមិនមានលុយឲ្យថ្លៃបន្ទប់បងវិនឯងយកខ្លួនបងជំនួសទៅបានហើយគាត់និយាយដូចគាត់និយាយដូចផុយណាបងប្អូនហើយបងប្រុសវិនបាននិយាយថាវាមិនដែលទេបងមានអ្នកណាយកខ្លួនបងថ្លៃបន្ទប់នឹងទឹកភ្លើងទេបងហើយបងស្រីមុំបានដើរចេញទៅដល់ចំនួន3ថ្ងៃបងស្រីមុំបានមកម្ដងទៀតប៉ុន្តែបងប្រុសវិននៅតែមិនទាន់មានលុយឲ្យថ្លៃបន្ទប់ដដែលបងស្រីមុំបានសួរទៅបងប្រុសវិនថាយ៉ាងម៉េចហើយវិនមានលុយឲ្យថ្លៃបន្ទប់បងនៅដល់ពេលហើយចឹងទៅបងប្រុសវិនបានប្រាប់ទៅបងស្រីមុំថាមិនទាន់មានទេហើយបងស្រីមុំគាត់ក៏បានអនខ្សឹបដាក់ត្រចៀកបងប្រុសវិនតិចៗថាវិនអែនវិនឯងយកខ្លួនបងថ្លៃបន្ទប់ឲ្យបងមកយកទៅបងមិនយកលុយទេបើវិនឯងយល់ព្រមទេប្រាប់បងបានបងស្រីមុំគាត់ជាមេម៉ាយរឿងយូរឆ្នាំដែរបងប្អូនហើយណាមួយមើលឃើញបងប្រុសវិនរៀងដូចតាក់ទាញដែរបងប្អូនហើយណាមួយរៀងដូចជាពេញចិត្តបងប្រុសវិនដែរទើបគាត់ហ៊ាននិយាយបែបហ្នឹងទៅកាន់បងប្រុសវិនហើយនៅល្ងាចបន្តិចបងប្រុសវិនបានតែទូរស័ព្ទទៅបងស្រីមុំហើយបាននិយាយជាមួយបងស្រីមុំថាបងឯងនិយាយពីពេលថ្ងៃហ្នឹងបងឯងនិយាយពិតអត់នឹងបងប្រុសវិនគាត់តែទៅសួរអញ្ចឹងណាហើយបងស្រីមុំបានឆ្លើយថាបងនិយាយពិតបងទៅកុហកវិនឯងធ្វើអីហើយបើបងប្រុសវិនបានប្រាប់បងស្រីមុំថាចឹងល្ងាចនេះហើយជាម៉ោង8ខ្ញុំនឹងទៅរកបងហើយនៅពេលនោះចំជាថ្ងៃអាទិត្យផងកូនរបស់បងស្រីមុំក៏មិនបាននៅផ្ទះដែរបងប្អូនព្រោះអីគាត់ឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យអត់រៀនគឺគាត់តែយាយនៅឆ្ងាយជាងនឹងបន្តិចគឺគាត់ទៅដេកលេងនឹងយាយរបស់គាត់អីចឹងទៅដល់ថ្ងៃអាទិត្យគឺកូនរបស់បងស្រីមុំពួកគាត់បានទៅដេកជាមួយនឹងម្ដាយរបស់គាត់បងស្រីមុំគឺគាត់នៅតែឯងទេនៅពេលហ្នឹងលុះដល់ល្ងាចបន្តិចជិតដល់ម៉ោងបងប្រុសវិនហ្នឹងមកបងស្រីមុំគាត់ក៏បានងូតទឹករៀបចំខ្លួននិងលាបឡេបាញ់ទឹកអប់យ៉ាងក្រអូបដើម្បីចាំបងប្រុសវិននៅយប់បន្តិចបងប្រុសវិនបានមកដល់ហើយពួកគាត់បានហូបបាយជាមួយគ្នាហើយបងស្រីមុំបានឲ្យបងប្រុសវិនហ្នឹងហូបរបស់សុទ្ធតែប៉ោបងប្អូនជាច្រើនដើម្បីឲ្យមានកម្លាំងប្រយុទ្ធបានយូរនៅពេលពួកគាត់នាំគ្នាហូបរួចរាល់អស់ហើយពួកគាត់ក៏បាននាំគ្នាចូលទៅបន្ទប់ដើម្បីធ្វើការឡើងលើគ្រែដើម្បីប្រយុទ្ធជាមួយគ្នាគឺចូលចាប់កែបបងប្អូនពួកគាត់ទាំងពីរអ្នកចូលក្នុងបន្ទប់ដើម្បីចាប់កែបនៅក្នុងយប់នោះដែរបងស្រីមុំគាត់ប្រយុទ្ធជាមួយនឹងបងប្រុសវិនខ្លាំងមែនតើគឺគាត់ប្រយុទ្ធមិនអោយបងប្រុសវិនបានដេកទេបងប្អូនគឺបងស្រីមុំគាត់តិចកេះគឺថាមួយយប់ទល់ភ្លឺមិនអោយបងប្រុសវិនបានដេកនឹងបងប្រុសវិនគាត់និយាយបងប្រុសវិនគាត់មិនបានដេកព្រោះអីកម្លាំងរបស់បងស្រីមុំគាត់ខ្លាំងហើយណាមួយគាត់មេម៉ាយយូរផងគាត់ជាមនុស្សមេម៉ាយយូរឆ្នាំផងដែរបងប្អូនកម្លាំងពេញបឹបហ្មងលុះដល់ព្រឹកឡើងបងប្រុសវិនមុខរបស់គាត់ឡើងស្លក់តែម្ដងបងប្អូនព្រោះអីមិនបានដេកកម្លាំងក៏អស់ពេលដល់បន្ទប់គាត់វិញគឺបងប្រុសវិនបានដេកសំងំនៅក្នុងបន្ទប់មិនចេញតាណាមកណាទេបងប្អូនរហូតបាន2 3ថ្ងៃទើបបងប្រុសវិននឹងគាត់មានកម្លាំងកំហែងអីឡើងវិញទៅធម្មតាវិញទៅហើយបងស្រីមុំក៏បានប្រាប់បងប្រុសវិនថាចឹងថ្លៃបន្ទប់មួយខែហ្នឹងបងអត់យកទេបើវិនអេមានការដោះដូរជាមួយបងអញ្ចឹងគឺខែក្រោយមានការដោះដូរអញ្ចឹងបងឲ្យនៅ2ខែ free ប៉ុន្តែឲ្យតែវិនអេហ្នឹងនៅជាមួយបងស្រីមុំហ្នឹងឲ្យបានយូរព្រោះថាតាមដែលមើលទៅបងស្រីមុំរៀនដូចពេញចិត្តនឹងបងប្រុសវិនដែរបងប្អូនហើយណាមួយគាត់គឺថាចង់ចិញ្ចឹមបងប្រុសវិនហ្នឹងគឺគាត់ចង់ចិញ្ចឹមប្រុសក្មេង
ដើម្បីឲ្យទុកកំដរគាត់នៅពេលណាដែលអបសុខអីចឹងទៅមិនគ្មានទេបងប្អូនមានបានពេលណាទេបើគាត់មិនមកយូរផងស្រួលនឹងរាល់ថ្ងៃបាត់ទេកំដរនោះមកយប់ទី1មិនបងប្រុសវីនគាត់មិនបានដេកផងធម្មតាធ្វើម៉េចបងប្អូនបើបងប្រុសវីនគាត់ជពាក់តែបន្ទប់គេហើយគេចង់កាត់កងអញ្ចឹងមានតែតាមតំណើទៅបាទរឿងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយក៏សូមកាន់តែអភ័យទោសរាល់កំហុសខុសឆ្គងឬក៏ពាក្យពេចន៍ដោយមិនសមរម្យនិយាយទៅលើសលោះខ្វះខាត